ភាគច្រើននៃជីវៈចម្រុះរបស់ផែនដីរស់នៅក្រោមជើងរបស់យើងដីពោពេញដោយជីវិតប៉ុន្តែរហូតមកទល់ពេលនេះមានតែ 1% នៃប្រភេទសត្វដែលរស់នៅក្នុងដីប៉ុណ្ណោះដែលត្រូវបានកំណត់អត្តសញ្ញាណសត្វអស្ចារ្យទាំងនេះមានតួនាទីយ៉ាងសំខាន់ក្នុងខ្សែសង្វាក់ចំណីអាហារក្នុងការរក្សាតុល្យភាពនៃភាពផុយស្រួយរបស់ជីវិតដីមានអាចកម្បាំងជាច្រើនទៀតដែលយើងមិននឹកស្មានដល់ឱសថនិងវ៉ាក់សាំងជាច្រើនបានមកពីសរីរាង្គដីដែលនេះបានបង្កើនការរំពឹងទុកនៃជីវិតរបស់មនុស្សផ្នែកនៃការបញ្ចេញកាបូនអាចនឹងត្រូវស្រូបដោយរុក្ខជាតិនិងរក្សាទុកក្នុងដីអរគុណដល់ការរលួយពុកផុយដោយមីក្រូសារពាង្គកាយដំណើរការនេះគឺជាគន្លឹះក្នុងការកាត់បន្ថយបម្រែបម្រួលអាកាសធាតុប៉ុន្តែការកាប់បំផ្លាញព្រៃឈើការដាំដំណាំទោលនិងការប្រើប្រាស់សារជាតិគីមីកសិកម្មមិនត្រឹមត្រូវកំពុងបណ្ដាលឲ្យបាត់បង់ជីវៈចម្រុះនៅក្នុងដីរបស់យើងតើអ្នកអាចធ្វើអ្វីបានធ្វើការគ្រប់គ្រងអភិរក្សនិងស្ដារឡើងវិញនូវជីវៈចម្រុះដើម្បីរក្សាដីឲ្យមានជីវិត